ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ប្រព័ន្ធគ្រប់គ្រងគណនេយ្យ XULERP នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបក្នុងការកត់ត្រាប្រាក់កក់ទៅឲ្យអ្នកផ្គត់ផ្គង់នៅក្នុងប្រព័ន្ធរបស់យើងដោយជាដំបូងត្រូវចូលទៅក្នុងមុខងារ supplier ហើយរកពាក្យថា supplier deposit ចុច new រួចធ្វើការរើសនៅឈ្មោះអ្នកផ្គត់ផ្គង់ដែលយើងបានកក់ប្រាក់ទៅឲ្យគាត់បន្តមកទៀតរើសនៅ payment account របស់យើងថាតើយើងpay ឲ្យគាត់ទៅតាមរយៈអ្វីឧទាហរណ៍តាមរយៈ bank ឬមួយក៏ជាសាច់ប្រាក់ជាដើមហើយខាងក្រោមនេះវិញសម្រាប់ដាក់នៅ description បរិយាយពីការកក់នឹងឧទាហរណ៍កក់ប្រាក់សម្រាប់ថ្លៃជួលការិយាល័យហើយបន្តមកទៀតដាក់នៅទឹកប្រាក់ដែលបានកក់និងថ្ងៃខែរួចចុច save ជាការស្រេចបន្ទាប់ពីធ្វើការកត់ត្រាប្រាក់កក់រួចគឺអត់ទាន់ចប់ទេខ្ញុំនឹងបង្ហាញបន្ថែមពីការ clear deposit ដែលជាទូទៅការ clear deposit គឺមាន3ករណីទី1គឺការទូទាត់ជាមួយនឹង invoice និងករណីទី2ទាក់ទងជាមួយនឹងការបង្វិលសាច់ប្រាក់មកវិញដែលយើងហៅថា refund និងទី3គឺ forfeit ដែលមានន័យថាការបោះបង់ចោលនៅសាច់ប្រាក់នឹងតែម្ដងអញ្ចឹងយើងចូលមកដល់ចំពោះករណីទី1ការទូទាត់ជាមួយនឹងវិក័យប័ត្រវាកើតឡើងនៅពេលដែលយើងធ្វើការបង់ប្រាក់ទៅឲ្យអ្នកផ្គត់ផ្គង់មុនហើយបន្ទាប់ពីបំពេញនៅសេវាកម្មរួចទើបអ្នកផ្គត់ផ្គង់គាត់ចេញជា invoice មកឲ្យយើងតាមក្រោយអញ្ចឹងក្នុងការ clear គឺយើងត្រូវ clear នៅក្នុង supplier payment ហើយការ clear ជាមួយនឹង deposit គឺខុសគ្នាពីការ clear ធម្មតាតាមតិចទេគឺត្រង់កន្លែង payment នេះដែលការ clear ធម្មតាជាទូទៅគឺយើងរើសនៅ payment account នេះតែចំពោះ deposit វិញគឺយើងអត់រើស payment account នេះទេយើងត្រូវរើសពី deposit នៅខាងលើនេះវិញបន្ទាប់មកយើងធ្វើការ clear ដូចធម្មតាអញ្ចឹងហើយជាចុងក្រោយយើងដាក់ថ្ងៃខែទៅតាម invoice ដែលយើងទទួលបាននិងចុច save ជាការស្រេចបន្តមកទៀតយើងក៏អាច check នៅក្នុង supplier deposit វិញអញ្ចឹងកន្លែង deposit amount នេះបើសិនជានៅសល់0មានន័យថាយើងបាន clear នៅប្រតិបត្តិការនឹងរួចរាល់ហើយឈានមកដល់ករណីទី2ទាក់ទងជាមួយនឹងការបង្វិលសាច់ប្រាក់មកវិញខ្ញុំនឹងធ្វើឧទាហរណ៍មួយឧទាហរណ៍ថាយើងធ្វើការកក់ប្រាក់ធានាទៅឲ្យអ្នកផ្គត់ផ្គង់សម្រាប់ថ្លៃជួលការិយាល័យអញ្ចឹងបន្ទាប់ពីយើងឈប់ជួលអ្នកផ្គត់ផ្គង់គាត់នឹងធ្វើការឲ្យប្រាក់ធានានឹងមកយើងវិញអញ្ចឹងនៅក្នុងករណីនេះគឺយើងត្រូវចូលទៅក្នុង supplier deposit ដដែលរួចចូលនៅក្នុងប្រតិបត្តិការដែលយើងបានកត់ត្រាការកក់នឹងដើម្បីធ្វើការ refund ត្រឡប់មកវិញដោយចុចត្រង់សញ្ញាបូកកន្លែងនេះរួចរើសពាក្យថា deposit refund ហើយធ្វើការ clear ដោយរើសថាយើងទទួលប្រាក់នឹងមកវិញនៅក្នុងធនាគារមួយណាហើយបើសិនជាមាន bank charge ក៏អាចដាក់ bank charge បានហើយមួយទៀតបើសិនជាយើងទទួលប្រាក់នឹងតាមរយៈខ្សែកយើងអាចដាក់លេខខ្សែកនៅកន្លែងនេះបានដូចគ្នាបន្តមកទៀតធ្វើការបរិយាយរួចដាក់ថ្ងៃខែនិងទឹកប្រាក់ដែលទទួលបានហើយចុច OK ជាការស្រេចចុងក្រោយគឺករណីទី3គឺការបោះបង់ចោលនៅសាច់ប្រាក់នឹងខ្ញុំនឹងលើកឧទាហរណ៍ពាក់ព័ន្ធជាមួយនឹងករណីទី2ដែរដែលជាទូទៅនៅពេលដែលយើងធ្វើការកក់ប្រាក់ធានាហើយគឺអត់ប្រកាសថាគេនឹងសងយើងមកវិញទាំងអស់ទេបើសិនជាយើងធ្វើការជួលផ្ទះគេហើយមានការខូចខាតទ្រព្យសម្បត្តិរបស់គេឬមួយក៏យើងឈប់ជួលមុនពេលកំណត់នៅក្នុងកុងត្រានោះម្ចាស់ផ្ទះគឺគាត់មានសិទ្ធិក្នុងការកាត់យកប្រាក់កក់ធានានោះអញ្ចឹងក្នុងករណីនេះគឺយើងត្រូវចូលទៅ clear ប្រាក់កក់នឹងទៅជាចំណាយវិញដោយចូលទៅក្នុងប្រតិបត្តិការដែលយើងបានកត់ត្រាការកក់ហើយចុចសញ្ញាបូកឬពាក្យថា deposit forfeit រួចធ្វើការចាប់នៅ account យើងអាចចាប់ដាក់ជា other expense ហើយដាក់ amount ដែលត្រូវបានកាត់ដាក់ថ្ងៃខែនិងចុច OK ជាការស្រេចជាចុងក្រោយបើសិនជាបងមានចម្ងល់បន្ថែមបងអាចធ្វើការឆាតសាកសួរនៅក្នុងក្រុម Telegram ឬមួយក៏ join channel Telegram និង follow page ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមទាក់ទងជាមួយនឹងការប្រើប្រាស់ប្រព័ន្ធ XUL នេះផងដែរដោយបងអាច scan QR ខាងក្រោមនេះដើម្បី join បានសូមអរគុណ